កូនពៅសូរិនបន្ទាប់ពីចេញពីរៀនមកដល់ផ្ទះគឺត្អូនថាហត់រហូតចេញមកពីរៀនគឺហត់ហើយក្តៅស្អុះធាតុពិតនេះគឺអត់ចង់ផ្លាស់កៅអៅទេចង់នៅឈរអញ្ចឹងតែឥឡូវដេញឲ្យទៅផ្លាស់កៅអៅសិនបន្ទាប់ពីផ្លាស់កៅអៅរួចហើយគឺដឹងតែរកអីតិចឯងពេលដែលគាត់ចង់ហូបអីតិចគឺគាត់ធ្វើខ្លួនឯងឥឡូវមកដល់ឃើញផ្លែផាសសិនក៏យកផ្លែផាសសិនមកផ្លែយកមកធ្វើគេរៀនធ្វើខ្លួនគេផាសសិនទឹកដោះគោគេចេះកាត់គេចេះឆ្កឹះដាក់ទាំងគ្រាប់គេថាដាក់ទាំងគ្រាប់ឆ្ងាញ់ហើយបើសិនជាបងប្អូននៅផ្ទះមានផ្លែផាសសិនអីហើយអត់ដឹងថាត្រូវធ្វើម៉េចអីអាចមើលតាមសូរិនបានតែនិយាយលេងណាបងប្អូនតាមការពិតអ្នកដែលគាត់ទិញផ្លែផាសសិនទៅគឺដឹងថាគាត់ចេះធ្វើហើយនេះគាត់ដាក់ផាសសិនមួយផ្លែបន្ទាប់មកហ្នឹងគាត់ក៏ទៅរកកន្លស្ករសតែកន្លស្ករសហ្នឹងគឺថាមួអត់ងាយចេញទេដោយសារខ្ញុំមួជាប់ខ្លាច់សមោចូលដាក់ស្ករសមួយស្លាបព្រាតបមកថែមមួយស្លាបព្រាទៀតដល់ពេលហើយឃើញគេជិះតាមផ្លូវហ្នឹងឥឡូវតែមើលគេមើលឯងនឹងឯងឥឡូវរួចរាល់បាន2ស្លាបព្រានឹងហើយក៏មួគម្របស្ករទុកវិញហើយមួហ្នឹងគឺមួអត់ដាច់ចិត្តទេអត់រូតរះទេឥឡូវតែមើលក្មេងៗគេជិះកង់ចេញមកពីរៀនដែរគេបលែងគ្នាតាមផ្លូវហ្នឹងតបមកគេកោហើយឥឡូវគេយកទឹកដោះគោស្រស់ហ្នឹងគេអត់ចាក់ហ្មងទេគេសិតតែវល់កែវទៀតមកល្មមរសជាតិដែលគេធ្លាប់ហូបចឹងណាដោះគោស្រស់ហ្នឹងមួយកែវហើយគេបិទគ្របសិនហើយពេលគេបិទគ្របហើយគេមើលទៅធុងរៀងស្ទើគេថែមមួយកែវទៀតនេះគេចាក់ថែមមួយកែវទៀតទៅបន្ទាប់មកក៏ចាក់ចូលកែវនឹងទៀតแล้วគេចាប់ផ្ដើមកោគេកោដើម្បីឲ្យជាតិចូលគ្នាសព្វល្អហើយបន្ទាប់មកគេទៅដាក់ទឹកកកទៅតាមការពិតមិញចង់ភ្លក់សិនទេណាហើយដល់ពេលមិននឹកឃើញថាអូតែដាក់ទឹកកកសិននេះគេដាក់ទឹកកកបាន2វែកហើយគេច្បាច់កែវមើលសិនថាទឹកកកសមជាមួយនឹងទឹកដោះគោនិងផាសសិននឹងអត់រួចគេថែមមួយវែកទៀតដល់បាន3វែកទេតើបានទឹកកកពេញកែវបានសុខចិត្តដល់ទឹកកកពេញកែវហើយគេក៏បិទគម្របធុងវិញតែក៏បិទឲ្យវែកនឹងអត់យកដាក់ក្នុងកញ្ឆេងក្នុងធុងវិញទេឥឡូវគេយកគម្របហើយគេយកទៅយោបន្ទាប់ហើយគេចាប់ផ្ដើមភ្លក់ចាំមើលទឹកមុខភ្លក់ទាំងអស់គ្នាបងប្អូនជាតិរបស់គេ